មន្តដាសាទីក្រុងបាងកកទីក្រុងបាងកកត្រូវបានព្រះចៅរាមាទី1របស់ថៃយកមកធ្វើជារាជធានីនៅថ្ងៃទី21ខែ4ឆ្នាំ1782ព្រះចៅរាមាទី1ដែលមានឈ្មោះថាចក្រៃឌួងបានសម្លាប់មហាក្សត្រមុនគឺព្រះចៅតស៊ីនហើយឡើងគ្រងរាជ្យបង្កើតរាជវង្សថ្មីគឺរាជវង្សចក្រៃនិងបានបដូររាជធានីពីធំបុរីមកកាន់ទីក្រុងបាងកកប៉ុន្តែនៅក្នុងថ្ងៃដែលព្រះអង្គបញ្ចុះសសរស្តម្ភសម្រាប់ទីក្រុងបាងកកដែលជារាជធានីថ្មីរបស់ព្រះអង្គនោះស្រាប់តែមានហេតុការណ៍ដ៏ចម្លែកមួយបានកើតឡើងមានសត្វពស់4ក្បាលចេញមកពីកន្លែងណាក៏មិនដឹងបានវាសំដៅទៅកន្លែងដែលគេកំពុងបណ្ដុះបង្គោលឈើរាជធានីចំនួន2ដៃឃើញបែបនោះកងការពារដែលនៅទីនោះបានសម្លាប់ពស់ទាំង4ក្បាលនោះចោលដំណឹងនេះក៏ត្រូវបានគេនាំយកទៅទូលថ្វាយព្រះចៅរាមាទី1ឲ្យទ្រង់បានជ្រាបព្រះចៅរាមាទី1ក៏បានកោះហៅហោរានៅក្នុងព្រះបរមរាជវាំងដើម្បីធ្វើការទូទាយអំពីហេតុការណ៍ដែលបានកើតឡើងគឺសត្វពស់ចំនួន4ក្បាលដែលបានចូលទៅកាន់ទីកន្លែងដែលបានដាំបណ្ដុះបង្គោលសម្រាប់រាជធានីថ្មីពួកហោរាបានទូទាយថាសត្វពស់ទាំង4ក្បាលនោះគឺជាប្រផ្នូលអាក្រក់សម្រាប់ដួងព្រលឹងនៃរាជធានីថ្មីពួកគេលើកឡើងថានេះជាប្រផ្នូលនៃអពមង្គលនិងគ្រោះចង្រៃសម្រាប់ទីក្រុងបាងកកនៅក្នុងពេលខាងមុខនៅពេលនោះព្រះចៅរាមាទី1បានសួរបញ្ជាក់ទៅពួកហោរាថាតើគ្រោះចង្រៃឬក៏អពមង្គលនោះនឹងកើតឡើងនៅពេលណាគ្មាននរណាម្នាក់អាចផ្ដល់ចម្លើយឲ្យព្រះអង្គបាននៅពេលនោះទេស្ដេចរាមាទី1គឺជាអ្នកដែលមានជំនឿលើការទូទាយពីព្រោះថាព្រះអង្គផ្ទាល់ក៏ជាអ្នកសិក្សាអំពីក្បួនហោរាសាស្ត្រហើយក៏ជាអ្នកទូទាយដល់ចំណាត់ផងដែរចំពោះហេតុការណ៍អាក្រក់ដែលកើតឡើងនៅក្នុងថ្ងៃដែលព្រះអង្គបង្កើតរាជធានីថ្មីព្រះអង្គពិតជាពិបាកទទួលយកជាទីបំផុតយ៉ាងណាមិញពេលវេលាបានកន្លងផុតទៅរយៈពេល7ឆ្នាំ7ខែដោយគ្មានគ្រោះកំណាចណាមួយកើតឡើងក្នុងទីក្រុងបាងកកបានធ្វើឲ្យព្រះចៅរាមាទី1ធូរព្រះទ័យបន្តិចប៉ុន្តែមានហេតុការណ៍ដ៏ចម្លែកមួយបានកើតឡើងនៅក្នុងខែ5នៅពេលនោះស្រាប់តែមានរន្ទះបាញ់រីកបលាំងនៅក្នុងព្រះបរមរាជវាំងហើយបង្កឲ្យមានអគ្គិភ័យមួយកើតឡើងបន្ទាប់មកព្រះចៅរាមាទី1ក៏បានកោះហៅក្រុមហោរាមកធ្វើការទូទាយខណៈនោះក្រុមហោរាទូលថ្វាយនៅពាក្យរបស់ពួកគេទូទាយជូនព្រះចៅរាមាទី1ដែលកាលនោះប្អូនស្រីរបស់ព្រះចៅរាមាទី1គឺព្រះនាងម្ចាស់គូនរិទ្ធរាទេវីគឺជាអ្នកកាន់ប្រាក់ចម្លើយនៅក្នុងកំណត់ត្រារបស់ព្រះនាងពួកហោរាបានលើកឡើងថាសត្វពស់ទាំង4ក្បាលតាមផ្ដន្ទាសងសឹកចំពោះត្រកូលចក្រៃពស់ទាំង4ក្បាលដែលត្រូវបានទាហានសម្លាប់ក្នុងថ្ងៃនៃការបញ្ចុះបង្គោលរាជធានីនោះនឹងតាមផ្ដន្ទាត្រកូលចក្រៃរហូតដល់តែត្រកូលចក្រៃដើរទៅដល់ទីបញ្ចប់ប៉ុន្តែរន្ទះបាញ់រីកបលាំងក្នុងពេលថ្មីៗនេះគឺជាការបង្ហាញពីធម៌មេត្តារបស់ទេវតាដោយសារតែព្រះចៅរាមាទី1ព្រះអង្គទើបតែបញ្ជាឲ្យគេបកប្រែព្រះត្រៃបិដកគឺជាគម្ពីររបស់ព្រះពុទ្ធសាសនាបន្ទាប់មកព្រះចៅរាមាទី1ក៏បានធ្វើការទូទាយចំពោះរឿងនេះដោយព្រះអង្គឯងថាគឺទេវតាទុកពេលវេលាឲ្យត្រកូលចក្រៃចំនួន150ឆ្នាំគេចផុតអំពីគ្រោះចង្រៃចំពោះពាក្យទំនាយគ្រោះមហន្តរាយរយៈពេល150ឆ្នាំសម្រាប់ត្រកូលចក្រៃនេះគឺជាការទូទាយដោយផ្ទាល់របស់ព្រះចៅរាមាទី1ពីព្រោះព្រះអង្គសិក្សាមុនវិជាការទូទាយនេះយ៉ាងច្រើនផងដែរនៅក្នុងកំណត់ត្រារបស់ព្រះនាងគុណរិទ្ធរាទេវីបានលើកឡើងថាព្រះចៅរាមាទី1ទ្រង់មានព្រះរាជអង្គការថាគឺដោយសារតែយើងបានកសាងអំពើល្អដូច្នេះហើយទេវតាទុកពេលវេលាឲ្យយើងរយៈពេល150ឆ្នាំដើម្បីឲ្យវង្សត្រកូលរបស់យើងគេចផុតអំពីគ្រោះមហន្តរាយបាកាសិបទីចនដែលជាហោរាចំនួនថ្មីរបស់ថៃបានលើកឡើងថាពាក្យទំនាយឬបណ្ដាសាទៅលើទីក្រុងបាងកករយៈពេល150ឆ្នាំនេះមិនសូវត្រូវបានគេសរសេរជាហោហែទេវាតែងតែត្រូវបានគេប្រាប់ពីមាត់មួយទៅមាត់មួយជាពិសេសនោះនៅក្នុងចំណោមអ្នកសិក្សាអំពីវិទ្យាហោរាសាស្ត្រតែប៉ុណ្ណោះក្សត្រផ្សេងៗនៅក្នុងត្រកូលចក្រៃក៏បានដឹងអំពីពាក្យទំនាយនេះនិងបានធ្វើពិធីសាសនាជាច្រើនដើម្បីបញ្ជាគ្រោះចង្រៃ
ក្សត្រក្នុងត្រកូលចក្រីដែលបានធ្វើពិធីសាសនានៅក្នុងការបង្វែរពាក្យទំនាយនេះគឺព្រះចៅរាមាទី4ឬស្ដេចមង្គតស្ដេចមង្គតត្រូវបានគេទទួលស្គាល់ថាជាបិតាវិទ្យាសាស្ត្ររបស់ថៃព្រះអង្គមិនត្រឹមតែស្រឡាញ់អំពីចំណេះដឹងវិទ្យាសាស្ត្ររបស់លោកខាងលិចនោះទេប៉ុន្តែព្រះអង្គក៏ចេះចាំមុខវិជ្ជាការភ្លើងងងឹតយ៉ាងច្រើនផងដែរជាពិសេសនោះគឺវិជ្ជាហោរាសាស្ត្រដោយសារតែព្រះអង្គមានវិជ្ជាមុតមមខាងទូទីដូច្នេះដើម្បីដោះស្រាយបញ្ហាពាក្យទំនាយឬបណ្ដាសា150ឆ្នាំទៅលើទីក្រុងបាងកកស្ដេចមង្គតមិនចាំបាច់ត្រូវពឹងទៅលើហោរាផ្សេងៗនៅក្នុងព្រះបរមរាជវាំងនោះឡើយនៅក្នុងខែ12ឆ្នាំ1852ស្ដេចមង្គតក៏សម្រេចព្រះតីដោះស្រាយបញ្ហាពាក្យទំនាយនេះដោយចេញពីឫសគល់របស់វាឫសគល់របស់វានោះគឺពាក់ព័ន្ធជាមួយនឹងសសរស្តម្ភនៃរាជធានីបាងកកព្រះអង្គបានបញ្ជាឲ្យគេធ្វើពិធីនិងរុះរើបង្គោលចាស់ដែលជាបង្គោលរាជធានីបាងកកហើយដាក់ជំនួសនៅបង្គោលថ្មីចំនួន2ដើមដូច្នេះបង្គោលរាជធានីបាងកកចំនួន2ដើមដែលត្រូវបានគេមើលឃើញនៅក្នុងពេលបច្ចុប្បន្ននេះមិនមែនជាបង្គោលដើមតាំងពីសម័យព្រះចៅរាមាទី1ទេក៏ប៉ុន្តែគឺជាបង្គោលថ្មីដែលដាក់ជំនួសនៅក្នុងសម័យកាលរបស់ស្ដេចមង្គតតែប៉ុណ្ណោះបន្ថែមពីលើនេះស្ដេចមង្គតក៏បានឲ្យគេកសាងរូបសំណាករបស់ទេវតាមួយព្រះអង្គដែលមានព្រះនាមថាព្រះស្យាមទេវាធិរាជដែលចាំថែរក្សាទីក្រុងបាងកកបញ្ជាទីក្រុងមួយនេះឲ្យគេចផុតពីគ្រោះចង្រៃផ្សេងៗនៅក្នុងពេលបច្ចុប្បន្នព្រះស្យាមទេវាធិរាជអង្គនេះក៏ទទួលបាននូវការគោរពបូជាយ៉ាងច្រើនពីសំណាក់ប្រជាជនរបស់ថៃការផ្លាស់ប្ដូរបង្គោលរាជធានីចាស់ជំនួសដោយបង្គោលរាជធានីថ្មីត្រូវបានស្ដេចមង្គតសន្មតថាក៏ជាការផ្លាស់ប្ដូរដួងជោគជតានៃរាជធានីបាងកកផងដែរប៉ុន្តែលោកស្រីដែលជាហោរាសាស្ត្រដ៏ល្បីល្បាញម្នាក់របស់ថៃបានលើកឡើងថាដួងមឿងរបស់មនុស្សម្នាក់ឬក៏ដួងមឿងរបស់ទីក្រុងបាងកកមិនអាចធ្វើការកែប្រែបាននោះទេវាគ្រាន់តែអាចបញ្ជាពេលឬក៏បញ្ជាបានបន្តិចបន្តួចប៉ុណ្ណោះគាត់បានសង្កត់ធ្ងន់ថាវាប្រៀបដូចជាជោគជតារបស់មនុស្សម្នាក់នៅពេលដែលគេបានចាប់កំណើតហើយពេញមួយជីវិតរបស់ពួកគេគឺត្រូវបានកំណត់រួចជាស្រេចក្រៅពីបញ្ជាឲ្យគេផ្លាស់ប្ដូរបង្គោលរាជធានីហើយស្ដេចមង្គតក៏ថែមទាំងដាក់ចេញនៅគម្រោងដ៏ធំមួយនោះគឺធ្វើស្ពានមួយឆ្លងកាត់ទន្លេចៅប្រយ៉ាដោយតភ្ជាប់ក្រុងបាងកកជាមួយនឹងទីក្រុងធនបុរីដែលជារាជធានីចាស់របស់ព្រះចៅតាក់ស៊ីនការកសាងស្ពាននេះគឺជាការតភ្ជាប់ព្រលឹងរវាងរាជធានីចាស់និងរាជធានីថ្មីហើយក៏ជាការបញ្ជាគ្រោះអាក្រក់ដែលកើតឡើងសម្រាប់ទីក្រុងបាងកកផងដែរនេះគឺជាជំនឿរបស់ស្ដេចមង្គតគំនិតនៅក្នុងការកសាងស្ពាននេះត្រូវបានគេយកមកអនុវត្តនៅក្នុងសម័យកាលរបស់ព្រះចៅរាមាទី7នៅក្នុងឆ្នាំ1927ទំនាយទីបញ្ចប់នៃរាជវង្សចក្រីដែលមានរយៈពេល150ឆ្នាំគឺត្រូវនឹងរាជរបស់ស្ដេចព្រះចៅរាមាទី7ហេតុការណ៍ដ៏សំខាន់មួយបានកើតឡើងនៅក្នុងទឹកដីរបស់ថៃនៅក្នុងឆ្នាំ1932ដែលជាគម្រប់ឆ្នាំ150ឆ្នាំនៃពាក្យទំនាយព្រះចៅទីបុកខ្លួនឯងក៏ជឿថាព្រះអង្គគឺជាអ្នកចុងក្រោយនៃត្រកូលចក្រីផងដែរពីព្រោះព្រះអង្គកើតក្នុងឆ្នាំពូរីឯមនុស្សចំណិត4នាក់ផ្សេងទៀតដែលជាសមាជិករាជវាំងហើយក៏ជាអ្នកស្និទ្ធស្នាលជាមួយនឹងព្រះអង្គនោះគឺសុទ្ធតែជាអ្នកដែលកើតក្នុងឆ្នាំពូដូចគ្នានៅក្នុងថ្ងៃដែលស្ដេចព្រះចៅទីបុកត្រូវទៅសម្ពោធស្ពានតភ្ជាប់ទីក្រុងបាងកកនិងទីក្រុងធនបុរីដែលជាស្ពានតភ្ជាប់ព្រលឹងនៃទីក្រុងទាំងពីរមានពាក្យចចាមអារ៉ាមបានលើកឡើងថាកងទ័ពដែលមានគំនិតសាធារណរដ្ឋនិយមនោះនឹងដឹកនាំទីហ៊ានទៅចាប់ស្ដេចព្រះចៅទីបុកយកទៅឃុំនិងប្រកាសថៃដាក់ទៅជារបបសាធារណរដ្ឋវិញប៉ុន្តែនៅក្នុងថ្ងៃសម្ពោធស្ពាននោះអ្វីៗក៏ដំណើរការដោយរលូនពុំមានបញ្ហាអ្វីមួយកើតឡើងនោះទេបន្ទាប់ពីសភាពការតាំងតែងនេះបានកន្លងផុតទៅស្ដេចព្រះចៅទីបុកបានធូរស្បើយព្រះតីបន្តិចនៅថ្ងៃទី24ខែ6ឆ្នាំ1932ដដែលព្រះអង្គជាមួយនឹងខ្សែរាជវង្សបានធ្វើដំណើរទៅលំហែព្រះកាយនៅហួហ៊ីនគឺនៅក្នុងថ្ងៃដែលព្រះអង្គមិនបាននៅក្នុងព្រះបរមរាជវាំងនោះហើយដែលពួកយោធាមួយក្រុមទទួលបានការបម្រុងពីប្រទេសលោកខាងលិចនិងមានការស្រឡាញ់ជាមួយនឹងរបបលទ្ធិប្រជាធិបតេយ្យក៏បានច្បាមយកអំណាចនិងប្រកាសរដ្ឋធម្មនុញ្ញថ្មីដែលជារដ្ឋមួយស្ដេចមិនអាចដឹកនាំប្រទេសបាននោះទេឬក៏អាចនិយាយបានថារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ
ថៃត្រូវតែដឹកនាំរដ្ឋាភិបាលនិងសភាមិនមែនដឹកនាំដោយស្ដេចឬក៏ត្រកូលរាជវង្សទេដោយសារតែព្រះអង្គអស់អំណាចនិងមានជំនឿទៅលើពាក្យទំនាយដែលថាត្រកូលចក្រីនឹងដឹកនាំប្រទេសបានត្រឹមតែ150ឆ្នាំប៉ុណ្ណោះនោះព្រះអង្គក៏សម្រេចចិត្តប្រកាសដាក់រាជនិងធ្វើដំណើរទៅរស់នៅអង់គ្លេសជាមួយនឹងភរិយាបន្ទាប់ពីព្រះចៅទីពុកបានប្រកាសដាក់រាជនិងទៅរស់នៅអង់គ្លេសនៅឯទីក្រុងបាងកកឯនោះវិញគេក៏បានចាត់ចែងមនុស្សថ្មីម្នាក់ឡើងសោយរាជនោះគឺអាណាន់ដាម៉ាហ៊ីឌូលសោយរាជមិនបានប្រមាថផងអាណាន់ដាម៉ាហ៊ីឌូលក៏ត្រូវបានគេធ្វើឃាតយ៉ាងសម្ងាត់នៅក្នុងព្រះបរមរាជវាំងដោយការបាញ់គ្រាប់កាំភ្លើងចំក្បាលតែម្ដងបន្ទាប់ពីអាណាន់ដាម៉ាហ៊ីឌូលសោយទីបង្គត់យ៉ាងអាកំបាំងគេក៏បានឲ្យភូមិពិបុលអាប់ឌុលយ៉ាដេតត្រូវជាប្អូនប្រុសរបស់អាណាន់ដាឡើងស្នងរាជបន្តបើគិតពីចំនួនព្រះចៅរាមាទី1រហូតមកទល់នឹងពេលបច្ចុប្បន្ននេះមានរយៈពេលជាង200ឆ្នាំហើយប្រទេសថៃនៅតែបន្តមានសមាជិកត្រកូលចក្រីធ្វើជាស្ដេចរឿងនេះបានធ្វើឲ្យប្រជាជនថៃចាប់ផ្ដើមដឹងប៉ុន្តែមនុស្សជាច្រើនដែលបានដឹងអំពីពាក្យទំនាយនេះជាពិសេសនោះនៅក្នុងចំណោមអ្នកដែលសិក្សាហោរាសាស្ត្រនិងប្រវត្តិសាស្ត្ររបស់ថៃនៅតែគិតថាថៃមិនទាន់កិច្ចផុតអំពីពាក្យទំនាយនេះនៅឡើយទេកន្លងមកជាច្រើនឆ្នាំពាក្យទំនាយនេះមិនទាន់ខ្លាយទៅជាការពិតសមាជិករាជវង្សចក្រីនៅតែបន្តមានវត្តមានដឹកនាំប្រទេសថៃនោះគឺដោយសារតែកន្លងមកអតីតព្រះមហាក្សត្ររបស់ត្រកូលចក្រីនេះបានខិតខំរកវិធីសាស្ត្រជាច្រើននៅក្នុងការពង្រៀងគ្រោះចង្រៃឬក៏ធ្វើយ៉ាងណាកុំឲ្យពាក្យទំនាយនេះខ្លាយជាការពិតបានដោយឡែកថ្មីនេះគ្រូទាយដ៏ល្បីប្រចាំប្រទេសថៃមកផ្លៃបានបញ្ជាក់ថានាងមិនមែនជាគ្រូទាយទេប៉ុន្តែជាឧបករណ៍ផ្ទុកវិញ្ញាណដឹងហេតុការណ៍ដែលប្រងនឹងកើតឡើងនៅក្នុងប្រទេសថៃនាពេលខាងមុខនិងអាចមើលឃើញបាតុភូតធម្មជាតិតាំងពីកុមារភាពហើយនាងថែមទាំងអះអាងទៀតថាខ្លួនជាព្រះម៉ៃកាលីដែលទេពធីតានៃព្រហ្មញ្ញសាសនាឬហិណ្ឌូសាសនាគ្រូទាយស្រីដ៏ល្បីរូបនេះនាពេលកន្លងមកធ្លាប់ទស្សន៍ទាយពីជោគវាសនារបស់អ្នកនយោបាយថៃជាច្រើនរហូតដល់កេរ្តិ៍ឈ្មោះរបស់នាងបានក្លាយជាប្រធានបទដែលមនុស្សជាច្រើនតាមស្វែងរកនិងពិភាក្សាជារៀងរាល់ថ្ងៃទោះបីជាយ៉ាងណាក៏ដោយដោយសារតែភាពល្បីសុសសាយមួយនេះបាននាំឲ្យនាងរងការគំរាមពីអ្នកមានអំណាចដែលខ្លួនហ៊ានទស្សន៍ទាយមិនសមទំនងពីជោគវាសនារបស់ប្រទេសថៃដែលនោះនាំឲ្យរូបនាងស្ថិតនៅក្នុងអារម្មណ៍តានតឹងខ្លាំងរហូតត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមយ៉ាងណាបន្ទាប់ពីសុខភាពហាក់ដូចជាបានធូរស្បើយឡើងវិញគ្រូទាយស្រីមកផ្លៃស្រាប់តែលើកមុខផ្ដល់បទសម្ភាសន៍ក្នុងកម្មវិធី Club Friday Show ដែលត្រៀមចាក់ផ្សាយនៅថ្ងៃសៅរ៍ទី23ខែសីហាឆ្នាំ2025នៅលើគេហទំព័រមួយបានចេញផ្សាយសម្រងបទសម្ភាសន៍ខ្លីៗរបស់គ្រូទាយដ៏ល្បីរូបនេះពេលមួយដែលពិធីករបានសួរថាតើវិជ្ជាជីវៈរបស់នាងអាចត្រូវបានគេហៅថាគ្រូទាយដែរឬទេភ្លាមនោះដែរមកផ្លៃបញ្ជាក់យ៉ាងដូចនេះថាតាមពិតទៅនាងមិនមែនជាគ្រូទាយទេតែអាចដឹងជោគវាសនានាថ្ងៃខាងមុខនិងជាមនុស្សដែលមើលឃើញអមនុស្សតាំងតែពីវ័យក្មេងជាងនេះទៅទៀតគ្រូទាយដដែលនោះបានទម្លាយថែមទៀតថាខ្ញុំធ្លាប់មើលឃើញស្ត្រីម្នាក់ឈរនៅចំពោះមុខខ្ញុំហើយនិយាយថាខ្ញុំជាព្រះម៉ែកាលីខ្ញុំធ្លាប់មានអារម្មណ៍ស្ពឹកស្រពន់ដូចមនុស្សមានវិញ្ញាណខ្ញុំបិទភ្នែកហើយយំមិនអាចគ្រប់គ្រងខ្លួនឯងបានទេប៉ុន្តែក្នុងរូបភាពខ្ញុំបានឃើញបរិសម្នាក់មានពស់និងស្ត្រីម្នាក់ទៀតជិះសត្វខ្លានិងមានដៃជាច្រើនលើខ្លួនរបស់ពួកគេយ៉ាងណាមិញត្រឹមវីដេអូឃ្លីបមិនដល់1នាទីរបស់គ្រូទាយជនជាតិថៃនេះបានធ្វើឲ្យមហាជនជាច្រើនបញ្ចេញមតិក្នុងន័យពីរខុសគ្នាក្នុងពេលដែលមួយក្រុមជឿលើសម្ដីគ្រូទាយស្រីនោះព្រោះកន្លងមកប្រជាជនថៃក៏មានជំនឿទៅលើការទូទាយជោគវាសនាព្រមទាំងអបិយជំនឿយ៉ាងមុតមមបំផុតខណៈដែលអ្នកផ្សេងទៀតហាក់មិនសូវជឿថានាងជាព្រះម៉ៃកាលីដោយការអះអាងនោះទេ